ដោយអ្នកធ្លាប់មានអារម្មណ៍ថាគ្រាន់តែចង់ចូលមើល Facebook ឬក៏ TikTok តែ5នាទីសោះប៉ុន្តែពេលដឹងខ្លួនម្ដងទៀតកន្លះម៉ោងឬក៏1ម៉ោងបានកន្លងផុតទៅហើយមែនទេរឿងមួយរឿងដំបូងដែលអ្នកធ្វើពេលភ្ញាក់ពីគេងគឺយកដៃរាវរកទូរស័ព្ទប្រសិនបើចម្លើយគឺបាត់ចាស់អ្នកកំពុងតែជួបអន្ទាក់នៃការញៀនទូរស័ព្ទហើយវាមិនត្រឹមតែស៊ីពេលរបស់អ្នកទេវាស៊ីទាំងធម្មពលខួរក្បាលនិងធ្វើឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ថ្ងៃនេះខ្ញុំនឹងចែករំលែក3វិធីសាស្ត្រដើម្បីដណ្ដើមជីវិតរបស់អ្នកមកវិញពីអេក្រង់ទូរស័ព្ទវិធីទី1បិទការជួយដំណឹងដែលមិនចាំបាច់សំឡេងស៊ីងឬក៏ភ្លើងលួចពី notification គឺជាធ្នាក់ដែលទាក់ទាញយើងឲ្យកាន់ទូរស័ព្ទខួរក្បាលរបស់យើងចង់ដឹងថាមានរឿងអ្វីកើតឡើងដូច្នេះសូមចូលទៅបិទ notification ទាំងអស់ជាពិសេសបណ្ដាញសង្គម game ឬក៏ app ដែលមានសំខាន់ទុកតែការហៅចូលឬក៏សារៈសំខាន់បានហើយពេលទូរស័ព្ទលេងរោរំខានអ្នកនឹងនឹកឃើញកាន់វាដូចជាងមុនវិធីទី2កុំយកទូរស័ព្ទចូលបន្ទប់គេងគួរតែជាកន្លែងសម្រាប់សម្រាកមិនមែនជាកន្លែងលេងទូរស័ព្ទទេការលេងទូរស័ព្ទមុនគេងធ្វើឲ្យអ្នកគេងមិនលក់ហើយការលេងភ្លាមពេលភ្ញាក់ធ្វើឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីល្អគិតតានតឹងសាកល្បងទិញនាឡិការោធម្មតាមកប្រើហើយសាក់ថ្មទូរស័ព្ទនៅបន្ទប់ផ្សេងឬឲ្យឆ្ងាយពីគ្រែធ្វើបែបនេះអ្នកនឹងកាត់បន្ថយការប្រើទូរស័ព្ទបានយ៉ាងច្រើននៅពេលយប់និងពេលព្រឹកវិធីទី3បង្កើតតំបន់ហាមឃាត់កំណត់កន្លែងឬក៏ពេលវេលាខ្លះដែលហាមប្រើទូរស័ព្ទជាដាច់ខាតឧទាហរណ៍ថានៅតុបាយឬក៏ពេលកំពុងនិយាយជាមួយគ្រួសារដំបូងវាអាចនឹងពិបាកប៉ុន្តែពេលអ្នកធ្វើបានអ្នកនឹងបានចាប់ផ្ដើមសង្កេតឃើញថាអាហារមានរសជាតិឆ្ងាញ់ជាងមុនហើយទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនក៏ល្អជាងមុនទូរស័ព្ទគឺជាឧបករណ៍ដ៏អស្ចារ្យបើយើងចេះប្រើវាប៉ុន្តែកុំបណ្ដោយឲ្យវាក្លាយទៅជាចៅហ្វាយនាយបញ្ចប់ជីវិតរបស់យើងសាកល្បងដាក់ទូរស័ព្ទចុះហើយងាកមកមើលពិភពលោកពិតដែលនៅជុំវិញខ្លួនអ្នកវាស្រស់ស្អាតជាងអ្វីដែលអ្នកឃើញក្នុងអេក្រង់ទៅទៀតកុំភ្លេច like និង subscribe channel ពន្លឺគំនិតជួបគ្នានៅវីដេអូក្រោយ